មានក្មេងប្រុសម្នាក់ដែលមានចរិតកោងកាចនិងចូលចិត្តនិយាយស្ដីមិនល្អដាក់អ្នកដទៃឪពុករបស់ក្មេងនោះបានប្រាប់គាត់ថារាល់ពេលដែលឯងខឹងនិយាយពាក្យមិនល្អឯងត្រូវយកដៃគោមួយទៅដំឲ្យជាប់នឹងរបងនោះមួយរយៈក្រោយមករបងនោះក៏ពេញទៅដោយដៃគោលពេលវេលាបានកន្លងផុតទៅក្មេងប្រុសនោះក៏ចាប់ផ្ដើមចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិងមានភាពចាស់ទុំជាងមុនហើយគាត់ក៏ទៅប្រាប់ឪពុករបស់គាត់ថាកូនលែងសូវឆេវឆាវដូចមុនទៀតហើយកូនអាចទប់អារម្មណ៍ខ្លួនឯងបានច្រើនណាស់ពុកឪពុកក៏បាននិយាយប្រាប់កូនថាល្អណាស់កូនឥឡូវនេះរាល់ពេលដែលឯងបានធ្វើល្អមួយឯងត្រូវដកដៃគោមួយចេញពីរបងដែលឯងធ្លាប់ដំចូលថ្ងៃមួយដៃគោក៏បានដកអស់ចេញពីរបងក្មេងប្រុសនោះពិតជាសប្បាយចិត្តណាស់ប៉ុន្តែឪពុករបស់គាត់បានដឹកដៃគាត់ទៅជិតរបងហើយនិយាយថាកូនមើលឃើញទេទោះបីជាកូនបានដកដៃគោចេញអស់ក៏ដោយប៉ុន្តែស្នាមរន្ធដែលកូនធ្លាប់យកដៃទៅដំនោះគឺនៅតែដដែលរបងនេះមិនអាចត្រឡប់មកស្អាតវិញដូចដើមឡើយការប្រើពាក្យសម្ដីក៏ដូចគ្នាដែរកូនទោះបីជាកូននិយាយពាក្យថាសុំទោសរាប់ពាន់ដងចំពោះមនុស្សដែលកូនធ្លាប់និយាយមិនល្អទៅលើគេស្នាមរបួសនៅក្នុងចិត្តរបស់គេគឺនៅតែមានជារៀងរហូតកូនត្រូវចាំទុកថាអណ្ដាតជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះតែអណ្ដាត